បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងរៀនវេយ្យាករណ៍បន្តទៀតនៅក្នុង Novel Korean 2បាទវេយ្យាករណ៍នេះបង្ហាញពីឲ្យរបៀបប្រើប្រាស់ឲ្យគីចនេបាទដែលមានន័យថាឲ្យមុននឹងធ្វើអ្វីមួយបាទទី2ឲ្យរបៀបភ្ជាប់គោមានន័យថានឹងឬហើយនឹងបាទឥឡូវយើងមកមើលលំនាំគីចនេឬក៏គេហៅថាទម្រង់គីចនេរបៀបប្រើប្រាស់គីចនេដែលវាមានន័យថាមុនពេលធ្វើអ្វីមួយពាក្យចនគឺជានាមដែលមានន័យថាពេលវេលាមុនឬកន្លែងនៅពីមុខហើយអេគឺជាសញ្ញាសម្គាល់ដែលមានន័យថានៅក្នុងនៅលើដូច្នេះលំនាំគីចនេត្រូវបានប្រើដើម្បីបង្ហាញពីមុនពេលមានអ្វីមួយកើតឡើងលំនាំនេះតែងតែត្រូវបានប្រើជាមួយកិរិយាសព្ទហើយប្រធាននៃឃ្លាទាំងពីរអាចដូចគ្នាឬខុសគ្នាឥឡូវយើងទៅមើលឧទាហរណ៍បាទប្រយោគទី1អូស៊ីគីចនេចនហាសេអូបាទន័យថាសូមទូរស័ព្ទមកខ្ញុំមុននឹងអ្នកមកបាទអូស៊ីគីហ្នឹងអូស៊ីមកពាក្យអូដាស៊ីហ្នឹងគឺជាទម្រង់គួរសមបាទបើយើងមិនបាច់ដាក់ប្រើស៊ីក៏បានដែរយើងដាក់អូគីចនេក៏បានបាទប៉ុន្តែដាក់ស៊ីគឺជាពាក្យគួរសមជាងបាទអូស៊ីគីចនេចណាឬចណាហាសេអូបាទន័យថាសូមអ្នកទូរស័ព្ទមកខ្ញុំមុនពេលនឹងអ្នកមកបាទចណាហាដាហ្នឹងបានន័យថានិយាយទូរស័ព្ទបាទឬក៏ខលចណាហ្នឹងទូរស័ព្ទបាទដល់ហាបន្ថែមហាទៀតបានន័យថានិយាយទូរស័ព្ទឬខលទូរស័ព្ទទី2អ៊ីគីចនេមេម៉ូហាសេអូបាទន័យថាឲ្យសូមកត់ចំណាំមុនពេលអ្នកភ្លេចបាទន័យថាបើសិនជាអ្នកភ្លេចអ្នកកត់ចំណាំវាទុកទៅបាទអ៊ីដាបាទឲ្យបានន័យថាភ្លេចបាទអ៊ីគីការភ្លេចបាទអ៊ីគីចនេហ្នឹងមុនពេលយើងដឹងហើយមុនពេលធ្វើអ្វីមួយមេម៉ូហាដាហ្នឹងបានន័យថាយើងសរសេរទុកបាទមេម៉ូហ្នឹងពាក្យហៅយើងច្រើននិយាយថាមេម៉ូហ្នឹងបាទកត់ទុកឬសរសេរទុកទី3ជីពេកាគីចនេឆេសាមូស៊ីរេឬសេអូបានន័យថាសូមអញ្ជើញមកការិយាល័យរបស់ខ្ញុំមុនពេលអ្នកត្រឡប់ទៅផ្ទះវិញបាទជីពេកាគីចនេហ្នឹងបានន័យថាមុនត្រឡប់ទៅផ្ទះវិញជីយើងដឹងហើយផ្ទះឆេរបស់ខ្ញុំសាមូស៊ីរឲ្យការិយាល័យធឺសេអូបានន័យថាចូលបាទមកពីពាក្យធឺឬដាបានន័យថាចូលឬក៏ទម្លាក់ចូលបាទអ៊ីលហាគីចនេសិក្សាឬហាសេអូបាទន័យថាមុនធ្វើការសូមពិសាអាហារឲ្យរួចរាល់សូមពិសាអាហារជាមុនបាទអ៊ីលហាដាធ្វើការគីចនេហ្នឹងមុនបាទន័យថាអញ្ចឹងបានន័យថាមុនធ្វើការសិក្សាបាទញ៉ាំអាហារការញ៉ាំអាហារសិក្សាហាសេអូសិក្សាហាដាហ្នឹងសិក្សាឬហាសេអូបានន័យថាសូមអុយញ៉ាំអាហារបាទអាន់ឌីស៊ីកាអូគីចនេយ៉ងហ៊ីសនូនជីពេខាសេអូបាទន័យថាសូមយ៉ងហ្វីត្រឡប់ទៅផ្ទះវិញមុនពេលអាន់ឌីមកដល់បាទន័យថាមុនពេលអាន់ឌីមកសូមឲ្យយ៉ងហ្វីហ្នឹងត្រឡប់ទៅផ្ទះអូគីចនេមុនពេលមកបាទអាន់ឌីមក
Andi Sika Okijane បានន័យថាមុនពេល Andi មកយ៉ងហ្វីស៊ីនឿនជីវេខាសេអូសូមឲ្យយ៉ងហ្វីត្រឡប់ទៅផ្ទះវិញដូច្នេះរបៀបប្រើគីចាណេសង្ឃឹមថាបងប្អូនអាចនឹងដឹងហើយឥឡូវយើងទៅបន្តមួយទៀតឥឡូវយើងមើលរបៀបភ្ជាប់គោបាទបានន័យថាហើយនឹងពាក្យភ្ជាប់គោនេះត្រូវបានប្រើដើម្បីភ្ជាប់ប្រយោគពីរឲ្យមានការសម្របសម្រួលគ្នានៅពេលដែលប្រធាននៃប្រយោគទាំងពីរគឺដូចគ្នាឃ្លាទាំងពីរមានន័យថាដំណើរការតាមលំដាប់លំដោយដូច្នេះក្នុងករណីនេះពាក្យភ្ជាប់គោមានន័យថាធ្វើ A មុនហើយបន្ទាប់មកធ្វើ B បានន័យថាយើងធ្វើ A ហើយក្រោយមកយើងធ្វើ B ប៉ុន្តែនៅពេលដែលប្រធាននៃប្រយោគទាំងពីរខុសគ្នាឃ្លាទាំងពីរនេះបង្ហាញពីការប្រៀបធៀបនឹងត្រូវបានប្រើជាមួយសញ្ញាសម្គាល់ប្រធានបទអ៊ឺននឿនបាទឥឡូវយើងមកមើលឧទាហរណ៍សុកជេរឿលហាកូខាកេសាយ៉ូបានន័យថាខ្ញុំធ្វើកិច្ចការផ្ទះហើយទៅខ្ញុំទៅបាទសុកជេកិច្ចការផ្ទះហាដាហ្នឹងអុយហាកូហ្នឹងអុយមកពីពាក្យហាដាបាទហើយយើងប្រើកូដើម្បីភ្ជាប់ទៅនឹងប្រយោគខាងមុខទៀតអញ្ចឹងសុកជេកិច្ចការផ្ទះហាហ្នឹងធ្វើហាដាធ្វើគោនឹងហើយនឹងខាហ្គេតសាយ៉ូមកពាក្យខាដាបូកទាំងអុយអតីតកាលតម្រង់អតីតកាលបាទខាហ្គេតសាយ៉ូបានន័យថាខ្ញុំធ្វើកិច្ចការផ្ទះហើយបានខ្ញុំទៅបាទខ្ញុំនឹងទៅទី2ឈិនគូរឿលម៉ាណាកូជីបអេខាកោយេយ៉ូបានន័យថាខ្ញុំជួបមិត្តភ័ក្តិរបស់ខ្ញុំហើយទៅខ្ញុំទៅផ្ទះបាទឈិនគូមិត្តភ័ក្តិម៉ាណាកូម៉ាណាដាបាទជួបគោនឹងហើយនឹងជីផ្ទះខាល់ក៏យាយ៉ូនឹងទៅបានន័យថានឹងទៅផ្ទះខ្ញុំជួបមិត្តភ័ក្តិរបស់ខ្ញុំហើយទៅខ្ញុំទៅផ្ទះឈនឿនកងវូហាកូឈិនគូនឿនធីវីឬផាយ៉ូបាទឆហ្នឹងខ្ញុំអើយយើងឃើញហើយរបៀបប្រើនេះឲ្យដល់ពេលប្រយោគទាំងពីរខុសគ្នាគេប្រើនឿនហើយរឿលនឿនអ៊ឺននឿនរឿលអ៊ឺលបាទអាហ្នឹងដើម្បីឲ្យបញ្ជាក់ពីឲ្យប្រធាននៃប្រយោគមួយណាបាទប៉ុន្តែគោហ្នឹងនៅតែហើយនឹងដដែលនៅតែភ្ជាប់ដដែលបាទឆនឿនកងវូហាកូឈិនគូនឿនធីវីឬផាយ៉ូបានន័យថាខ្ញុំអុយរៀនមិត្តភ័ក្តិរបស់ខ្ញុំគាត់មើលទូរទស្សន៍បាទកងវូហាដាហ្នឹងរៀន TV ហ្នឹងទូរទស្សន៍ television បាទឈិនគូមិត្តភ័ក្តិឆនឿនគឺគូគឺពូនឿនចាក់កាយ៉ូបាទហ្នឹងឃើញផ្ទុយគ្នាទៀតហើយប្រយោគទាំងពីរផ្ទុយគ្នាទៀតហើយគេប្រើអ៊ឺននឿនបាទដើម្បីបញ្ចប់ប្រយោគមួយណាបាទឆនឿនខ្ញុំគឺគោខ្ញុំធំគឺដាមកពីគឺដាឆនឿនខយ៉ូខ្ញុំធំឆនឿនគឺគោគឺពូនឿនចាក់កាយ៉ូខ្ញុំធំបរិសម្នាក់នោះតូចបាទគឺពូនបរិសម្នាក់នោះឬក៏មនុស្សម្នាក់នោះចាក់តាតូចបាទហាន់គុកម៉ារឿនឆេមីអ៊ីកូយ៉ាងងយនឿនអឌីអូវ៉យូបាទហាន់គុកម៉ារឿនឆេមីអ៊ីកូបាទបានន័យថាភាសាកូរ៉េឲ្យស្រួលឬក៏សប្បាយរៀនភាសាកូរ៉េណាបាទស្រួលឬក៏សប្បាយឬក៏រីករាយហើយនឹងភាសាអង់គ្លេស
ยังงอนื้นออริโอบโยยังงออังเคลបាទហើយភាសាអង់គ្លេសពិបាកអរិយោវយោហ្នឹងពិបាកមកពីអរិយោតាបាទពិបាកចឹងមកន័យថាភាសាកូរ៉េស្រួលភាសាអង់គ្លេសពិបាកអ៊ីពូនឿនអមម៉ាកូឆោពូនឿនអាប៉ាយេយោបាទអ៊ីពូនឿនអមម៉ាបាទអីម្នាក់នេះគឺជាម៉ាក់របស់ខ្ញុំហើយកូនឹងហើយនឹងឆោពូនឿនឆោពូនម្នាក់នោះអាប៉ាយាយោអាប៉ាហ្នឹងប៉ាបាទគឺប៉ាបានន័យថាម្នាក់នេះគឺជាម៉ាក់របស់ខ្ញុំហើយម្នាក់នោះគឺជាប៉ារបស់ខ្ញុំបាទសង្ឃឹមថាបងប្អូនយល់ហើយពីរបៀបប្រើប្រាស់ពាក្យកូហ្នឹងបាទ